ជឿនរឿងកែក្នុងព្រះអាទិត្យកាលពីព្រៃនេះព្រះអាទិត្យបានប្រកាសជូនអានឹងឲ្យបណ្ដាសត្វតូចទាំងធំថាខ្លួននឹងត្រូវរៀបចំវង្ធីមង្គលការកង្កែបមានភ្ញាក់ផ្អើលយ៉ាងខ្លាំងពួកវាបានឡើងមកវាត់បងហើយស្រែកប្រឆាំងទីមង្គលការនេះហូតធ្វើឲ្យសត្វផ្សេងទៀតផ្អើលក៏បានចេញមកមើលដាច់តើសួរទៅវងកង្កែបថាអ្វីបានជាពួកចៅឲ្យចំទាត់នឹងវត្ថុកាធីមង្គលការរបស់ព្រះអាទិត្យកង្កែបឆ្លើយថាបងគិតមើលគ្រាន់តែព្រះអាទិត្យមួយដួងធ្វើឲ្យទឹកបឹងហួតហែងចុះតម្រាំតែព្រះអាទិត្យច្រើនដួងទៀតមិនកាន់ឲ្យធ្វើឲ្យគ្រួសារខ្ញុំស្រាប់ដោយសារភាពក្តៅហួតហែងរបស់ព្រះអាទិត្យ